បាទនេះគឺជាការប៉ះទង្គិចកង់យន្តហោះរបស់ Singapore Airlines ជាមួយនឹង runway ហើយនេះគឺជាការប៉ះទង្គិចកង់របស់ Emirates ជាមួយនឹង runway ផងដែរបង្កើតជាផ្សែងបាទហើយនេះគឺជាការប៉ះទង្គិចកង់ជាមួយនឹង runway របស់ Qatar បង្កើតជាផ្សែងដ៏ល្អមែនទែនបាទYeah, Asia, Cambodia ហើយនិង China បាទនេះគឺជាការចុះចតរបស់ China Airlines គេហៅ China Airlines Eastern Airbus 320បាទបាទនេះគឺជាការចុះចតរបស់ China Eastern បាទ China Airlines នឹងឯងហើយយើងឃើញថាការចុះចតនេះទម្ងន់ដងខ្លួនហើយនឹងស្លាបហើយជើងហើយជាមួយនឹងកង់ដែលប៉ះទង្គិចជាមួយនឹង runway បង្កើតជាផ្សែងដែលគួរឲ្យមើលទៅល្អមែនទែនបាទអូល្អណាស់បាទហើយយើងឃើញថាគឺមានភាពតាក់ទាញមែនទែនបាទនេះគឺជាការចុះចតរបស់ Cambodia បាទមើលផ្សែងវាចុះបាទបន្ទាប់មកពីនេះគឺយើងនឹងមើលអំពីគេហៅប្រភេទធុន Boeing ម្ដងគឺ Qatar Airways ដែលមានលេខកូដ EK348 បាទហើយដែលនឹងចុះចតនៅក្នុងប្រលានអាកាសនៅក្នុងប្រលានគេហៅ Daejeon International Airport បាទហើយកាតានេះតែងតែចុះជារៀងរាល់ថ្ងៃបាទនៅប្រលាននេះហើយយើងមើលអំពីទម្ងន់តួរបស់យន្តហោះស្លាបហើយនឹងជើងគេហៅថាកង់នឹងឯងប៉ះទង្គិចជាមួយនឹង runway គឺបង្កើតជាផ្សែងដែលមើលទៅល្អមែនទែនបាទមិនមែនជាទឹកទេបាទនេះគឺជាផ្សែងពិតប្រាកដបាទអូបាទល្អណាស់ហើយយើងមើលជើងយន្តហោះមួយទៀតយើងគេថាឥឡូវនេះកាតាបានចូលទៅដល់ gateway របស់ផងវាហើយនៅក្នុងDaejeon International Airport បាទហើយយើងឃើញថាតួខ្លួនរបស់វាគឺធំទៅវែងមែនតើមិនមែនជាត្រីបាឡែនគឺតែគេអាចមើលដូចជាគេហៅត្រីឆ្លាមបាទគឺល្អបាទនេះគឺជាការចុះចតរបស់ក្រុមហ៊ុនអាកាសចរមួយទៀតដែលខាងក្រោមនេះគេនឹងប្រាប់យើងអំពីថាតើក្រុមហ៊ុនអាកាសចរនេះឈ្មោះអ្វីបាទហើយមានទំហំ Airbus នឹងប្រមាណដែរគឺជា Air Asia Cambodia ដែលមាន Airbus លេខ320គេថា A320 បាទនឹងធ្វើការចុះចតនៅក្នុងអាកាសយានដ្ឋាន Daejeon International ហើយយើងនឹងមើលអំពីទំហំតួរបស់ផងវានឹងស្លាបនឹងទម្ងន់សង្កត់របស់ផងវាឲ្យកង់របស់វាទង្គិចជាមួយនឹង runway បង្កើតជាផ្សែងហើយបើផ្សែងនេះបើយើងឈរពីក្រោយវាគឺឆ្ងៀមបាទគឺដោយសារអីវាកកិតនឹង runway ខ្នល់ហ្នឹងឯងបាទអូបាទនៅផ្សែងនៅបាទហ្នឹងហើយអញ្ចឹងយើងឃើញថាល្ងាចនេះគឺមាន10យន្តហោះដែលត្រូវចុះមកបាទនៅក្នុងអាកាសយានដ្ឋានDaejeon International បាទនេះជាជើងការចុះចតលើកទី5របស់អាកាសយានរបស់អាកាសចរគេហៅថា Zegman Air បាទដែលមាន Airbus លេខ A320 របស់ក្រុមហ៊ុនចិនបាទហើយរៀង logo ខាងក្រោយគឺដូចសត្វកុកអញ្ចឹងបាទតែក៏សង្ហាមួយយ៉ាងដែរបាទហើយយើងមើលទម្ងន់ការសង្កត់ទៅលើកង់ប៉ះជាមួយនឹងគេហៅថា runway គឺបង្កើតជាផ្សែងមួយដែលគួរឲ្យតាក់ទាញមែនទែនបាទអូហុយហ្មងហុយតែម្ដងបាទបាទនេះគឺជាស្ថានភាពទូទៅប្រជាពលរដ្ឋមកមិនថាពីចិត្តឆ្ងាយមកពីតាមបណ្ដាខេត្តគឺចង់មកឃើញការចុះចតរបស់ពលានយន្តហោះ
ដែលចូល international បាទពួកគាត់ទោះបីមានការហាម5មិនឲ្យចូលទៅកន្លែងទីទួលការតំបន់គ្រោះថ្នាក់ក៏ដោយប៉ុន្តែពួកគាត់ឈរនៅមើលពីចម្ងាយយ៉ាងញញឹមស្រស់ប្រំព្រៃបាទឥឡូវយើងមើលអំពីការចោះចតមករបស់ក្រុមហ៊ុនអាកាសចរមួយទៀតហើយយើងឃើញថាឡានកង់ម៉ូតូគឺចេះតែធ្វើដំណើរយន្តហោះក៏ចេះតែចុះផងដែរបាទនេះគឺជាទស្សនវិជ្ជាទាំងស្រុងបាទនៅពេលល្ងាចដែលពួកគាត់តែងតែមកទីនេះដើម្បីមើលការចុះចតរបស់យន្តហោះនីមួយៗហើយនៅថ្ងៃនៅល្ងាចថ្ងៃនេះគឺមានរហូតដល់ជាង10គ្រឿងដែលចុះចតបន្តគ្នាបាទគឺក្នុងរយៈពេល5នាទី5នាទីបាទអញ្ចឹងគឺច្រើនមិនមែនតិចទេបាទហ្នឹងគឺយើងគ្រាន់តែរងចាំអង្គុយឈរមើលជាមួយគ្នាប្រហែលជាងកន្លះម៉ោងហ្នឹងគឺយើងមានយន្តហោះរហូតចុះរហូតដល់5ទៅ6គ្រឿងឯណោះបាទឃើញគាត់កំទាញកាមេរ៉ាទាញទូរស័ព្ទដើម្បីថតបាទនេះគឺជាជើងយន្តហោះទី7ដែលនឹងចុះចតមកហើយខ្ញុំនឹងប្រាប់វាគឺជា China Eastern បាទ Airbus A320 បាទដែលនឹងចុះចតនៅក្នុងពេលបន្តិចទៀតនេះប៉ុន្តែខ្ញុំគិតថានេះមិនមែនជា China Eastern ទេខ្ញុំគិតថាវាជាក្រុមហ៊ុនកាត់គេហៅអីគេបានឈ្មោះ China Eastern ទៅហើយបាទ China Eastern ដែលចុះមកហ្នឹងហើយយើងមើលអំពីកម្លាំងវាគឺភាពសមមមួនរបស់វាបាទឃើញមនុស្សកំពុងតែឈរមើលហើយការពេញចិត្តស្រឡាញ់មែនតើបាទអូបាទជាមួយយើងមើលតង្កិចជាមួយនឹងផ្លូវបង្កើតជាផ្សែងនេះឡើងបាទអូបាទឥឡូវនេះយើងនឹងមើលជើងហោះហើរទី8ជាមួយគ្នាហើយជើងហោះហើរទី8នេះគឺជាជើងហោះហើរធំមែនតើបាទហើយខ្ញុំគិតថាជាអ្វីដែលយើងក៏ទន្ទឹងរង់ចាំបាទមានឡានមានម៉ូតូមានកង់កំពុងតែឈប់ត្រៀបត្រានៅលើដងផ្លូវហើយរង់ចាំមើលការចុះចតរបស់យន្តហោះនីមួយៗបាទនេះជាយន្តហោះប្រភេទគេហៅអាថុំគេហៅប្រហែលជាគេហៅថា Airbus បាទ 333 A333 របស់ក្រុមហ៊ុនអាកាសចរគេហៅ Pacific មិន Pacific ទេគឺជាក្រុមហ៊ុនអាកាសចរ Emirates EK 348 ធុន Boeing 777 បាទហើយយើងមើលកម្លាំងភាពស្រស់សង្ហារបស់វាបាទអូតែងតែចុះនៅអាកាសយានដ្ឋានដេជោ International បាទហើយយើងមើលកម្លាំងសង្កត់របស់វាហើយយើងមើលអំពីភាពតង្កិចនោះឯងនឹងបង្កើតជាផ្សែងមកបាទយើងមើលរូបភាពយឺតបាទអូបាទផ្សែងខ្លាំងមិនមែនឆេះយន្តហោះទេណាអានេះគឺផ្សែងដែលតង្កិចជាមួយនឹងកង់យន្តហោះបង្កើតជាផ្សែងនេះឡើងបាទពីរអ្នកនោះគាត់ឈរយ៉ាងរំភើយគៀកមែនតើបាទហើយ Emirates នេះឯងគឺតែងតែមានការចោះចតនៅក្នុងប្រលានគេហៅដែលចូល International ឥឡូវនេះវាចូលទៅ gateway របស់ផងវាហើយបាទធំប្រភេទ Boeing បាទ777មិនធម្មតាទេបាទធំ Emirates បាទបោះអារ៉ាប់រួមវាហោះមកពីសិង្ហបុរីបាទចូលមក KTI នៅក្នុងរាជធានីភ្នំពេញយើងនេះបាទរូបរាងវាសន្សឹមបាទឥឡូវនេះអាមួយនេះខ្ញុំអត់ស្គាល់ទេមិនដឹងថាជាយន្តហោះអីទេតែធំដូចគ្នាបាទប្រភេទ Boeing ដូចគ្នាបើវាប្រភេទជា cargo មិនដឹងដែលវានឹងធ្វើការ take off ច្រឡំវាមួយវាមិនមែន landing ទេតែវា take off អាហ្នឹងយន្តហោះទី9បាទទី9ហ្នឹងហើយវា take off ទៅហើយយើងអត់ដឹងថាវានៅទៅប្រទេសណាមួយទេជាស្រ័យផងដែរហើយ
លើក្រោយយើងនឹងលំអិតអំពីព័ត៌មានថាវាទៅណាវាចុះចតម៉ោងប្រមាណចេញពីណាទៅណាយើងនឹងប្រាប់បន្ថែមទៀតបាទដោយសារនេះវាអត់មានម៉ាកយីហោវាគ្រាន់តែឃើញពណ៌សហើយនឹងកតុយពណ៌ដូចត្រាវអញ្ចឹងហ្នឹងយើងអត់ដឹងថានឹងជាអីទេតែអ្នកណាដែលស្គាល់សូមជួយប្រាប់ផងបាទបាទខាង Go នេះចេញទៅហើយបាទចេញទៅហើយវានឹងរត់ប្រសពជាមួយនឹង Emirates មកទល់មុខវាបាទអូដូចយន្តហោះថែបគ្នាអញ្ចឹងមិនមែនទេគឺខុសផ្លូវគ្នាមួយ runway មួយ runway ដូចគ្នាដែរតែមួយ take off ហើយមួយ landing បាទពីរអ្នកហ្នឹងគាត់នៅឈរតែហ្នឹងគាត់ថាតោះយើងទៅផ្ទះវិញគេទៅហើយគេហោះទៅហើយយើងទៅដែរបាទខ្ញុំជួយបកប្រែឲ្យគាត់ថាអញ្ចឹងចុះទេអូនឯងទៅមុនទៅបងនៅមើលវាហោះដល់ណាចាំមើលវាបាទទៅហើយបាទពេញសន្ធឹកពេញផ្ទៃមេឃតែម្ដងបាទនៅខាងនេះអូមើលទុកខ្ញុំថតខ្ញុំស្ពាយបើឲ្យថតខ្ញុំបាទនេះគឺជាជើងហោះហើរទី9នៃការចោះចតរបស់ក្រុមហ៊ុនអាកាសចរមួយទៀតបាទវានឹងមកដល់ហើយយើងឃើញថារូបរាងវាក៏មិនអន់ដែរយើងចង់នឹងថាតើវាជាក្រុមហ៊ុនអាកាសចរមួយណាបន្តិចទៀតវានឹងលោតនៅលើអេក្រង់របស់យើងថាវាឈ្មោះអីណាបាទនេះគឺជា Cambodia Airways បាទ Airbus គឺលេខ320ដែលចុះចតរាល់ថ្ងៃរាល់ព្រឹកហើយក៏រាល់ល្ងាចផងដែរដូចច្រឡឹងល្មម320បាទយើងឃើញថាមើលប្រជាពលរដ្ឋយើងស្រឡាញ់ណាស្រឡាញ់យន្តហោះចង់មើលផ្ទាល់ទៅបីនៅលើដំបូលផ្ទះក៏មិនអស់ចិត្តដែរបាទមកមើលផ្ទាល់ឃើញអូយមើលវាក៏កិតណាបាទអូបង្កើតជាផ្សែងណាបាទអញ្ចឹងបាទគាត់ចង់មើលអូផ្សែងហុយបាទនេះអ្វីដែលទន្ទឹងរង់ចាំបាទនេះមកដល់ហើយខ្ញុំក៏ចង់ឃើញវាដែរហើយវាព្រឺព្រួចប៉ុណ្ណានេះគឺជាប្រភេទ Airbus 350បាទគឺរបស់ក្រុមហ៊ុនអាកាសចរអានេះមិន333បាទក្រុមហ៊ុនអាកាសចរ Cathay Pacific បាទ Airbus 333ដែលនឹងធ្វើការចុះចតដែរនៅល្ងាចនេះបាទអូយើងមើលរូបរាងវាស្អាតមែនតែនបាទ logo តិចល្មមមើលទៅច្បាស់ហើយស្រឡាញ់មែនតែនបាទអូពិតជាអបអរណាស់បាទឲ្យតែបានឃើញបាទយើងមើលកម្លាំងប៉ះទង្គិចរបស់វាបាទយើងមើលអូហុយផ្សែងបាទពីរតង់ហុយផ្សែងពីរតង់មកលើកទូរស័ព្ទថតមួយទៀតបាទនេះម៉ាក់មួយទៀតហើយបាទលើកទី10ហើយបាទនេះទី10ប្រហែលអាចមានទី11បាទនេះគឺជាក្រុមហ៊ុនអាកាសចររបស់គេហៅអីគេAir Cambodia ដែរបាទដូចគ្នាដែរក៏ Cambodia Airways បាទចុះចតមួយទៀតបាទAirbus 320ដូចគ្នាបាទអូអ្នកដែលឈរគឺបាំង block ដល់ខ្ញុំត្រូវថតតែប៉ុន្តែអត់អីទេចុះចតបាត់ហើយនោះវាចុះនោះវាប្រាប់បាទលើនេះមានអាធំមួយទៀតនឹងមកដល់បាទនេះដែលជាការទន្ទឹងរង់ចាំរបស់យើងទាំងអស់គ្នា
ហើយនេះគឺជាប្រភេទ Airbus ធំ350ដែរ A មែន A300 មែនទេអានេះ Air Cambodia ទេបាទ320ទេបាទអធិស្ឋាននិយាយចេះទៅលើកបាទនេះ11ហើយចឹងមិនមែនតែ10ទេដែលចុះល្ងាចនេះគឺវាជា12គ្រឿងបាទ12គ្រឿងក្នុងរយៈពេល1ម៉ោងបាទ1ម៉ោង12គ្រឿងអញ្ចឹង5នាទី1បាទមិនធម្មតាបាទសំខាន់ផ្សែងហ្មងដែលចូលចិត្តមើលបាទផ្សែងអានេះហើយនេះបាទដែលខ្ញុំទាំងខ្ញុំអ្នកថតទាំងអ្នកមើលក៏ចង់ដឹងថានឹងស្អីគេបាញ់ភ្លើងព្រាកមកហ្នឹងមួយហ្នឹងណាគេបាទនេះគឺជា Singapore Airlines បាទ Airbus A350 ធំណាស់ធំតតែមែនតែនបាទឥឡូវចាំមើលរូបរាងវាចុះមកគៀកបន្តិចយើងខ្លាចវាកំពុងតែលាក់កង់ហើយបាទឃើញហើយបាទឃើញរូបរាងវាបន្តិចម្ដងយើងឃើញថាគឺពេញអេក្រង់តែម្ដងបាទយើងមើលបាទអូ Singapore Airlines បាទនេះប្រភេទធំបាទ A350 ជាមួយវាចុះទៅកម្លាំងសង្កត់តួរបស់យន្តហោះចុងស្លាប់និងកន្ទុយក្បាលគឺធ្វើឲ្យកកិតជាមួយនឹងផ្លូវបាទបង្កើតជាគេហៅផ្សែងបាទអូខ្លាំងមែនតើបាទវាហើយយើងឃើញថារំកិលខ្ញុំគិតថានេះជាវីដេអូចុងក្រោយដែលយើងធ្វើទាំង12ក្រុមហ៊ុនបាទដែលទៅចុះមកនេះបាទហើយសង្ឃឹមថាយើងជួបគ្នានៅវីដេអូបន្ទាប់បន្តិចទៀតហើយយើងនឹងធ្វើឲ្យបានច្រើនបាទហើយអានេះគឺជាការមួយដែលខ្ញុំបន្ថែមទេគឺកាតាវាត្រូវ take off វិញវាត្រូវឡើងទៅវិញដោយសារពីមុនហ្នឹងវាចុះមកឥឡូវវាត្រូវឡើងទៅវិញហើយបាទហើយអញ្ចឹងខ្ញុំបន្ថែមមួយទៀតទៅអញ្ចឹងវា13គ្រឿងបាទហើយរូបរាងកាតាគឺมันជាមើលទៅបើមិនឲ្យចំណាត់ថ្នាក់លេខ1ក៏មិនបានដែរបាទព្រោះវាល្អមែនតែនយ៉ាងនេះបាទជំមើកាតាហើយនឹង Singapore Airlines វាប្រសពគ្នាមួយ take off មួយ landing ជំមើថាភាពស្រស់ស្អាតវារបៀបប៉ុណ្ណាបាទចឹងកាតាចាប់ដើមរួចរាល់នឹង take off ហើយ Singapore Airlines ក៏ចាប់ដើម run ចូលមកជិតដែរបាទ landing ចូលមកជិតដែរជាមួយយើងវាប្រសពគ្នាវាមើលមកផ្លែតយើងអាចថាតង្គិចគ្នាប៉ុន្តែមិនមែនទេវាអាចថើបគ្នាអញ្ចឹងណាតែគឺផ្លូវខុសគ្នាបាទអូបាទទៅហើយបាទអានោះក៏មកនេះក៏ទៅដែរហ៎ស្អាតណាស់បាទស្អាតបាទបើមើលស្ដាប់សន្ធឹកវិញបាទគឺពេញផ្ទៃមេឃតែម្ដងបាទកាតាបាទអូធំណាស់ធំដល់មែនតើបាទអរគុណ